បាទសួស្តីអ្នកគ្នាអញ្ចឹងនៅព្រឹកនេះខ្ញុំមានព័ត៌មានចំនួន3គឺពាក់ព័ន្ធជាមួយនឹងចំនួនព្រំដែនរវាងកម្ពុជាថៃបាទអញ្ចឹងបើទោះបីជាស្ថានភាពបានស្ងប់ស្ងាត់ហើយក៏ដោយក៏ប៉ុន្តែខាងភាគីថៃក៏គេអត់បានស្ងប់ស្ងាត់ជាមួយនឹងខ្មែរយើងដែរគឺគេបានរាយបលាលួសដាក់កុងតឺន័រដោតទង់ជ័យហើយប្រកាសថាវាជាដែនដីរបស់ថៃដែលគេបានរំដោះយកមកវិញបាទអញ្ចឹងបន្ទាប់ជាមានសារព័ត៌មានអន្តរជាតិមួយចំនួនបានចុះថាថៃឈ្លានពានខ្មែរឥឡូវនេះខាងថៃគេបានឡាំប៉ាចេញមកការពារខ្លួនរបស់គេបាទអញ្ចឹងបើតាមលោកវិនថៃស៊ូវរីអ្នកនាំពាក្យរបស់ថៃគេបានថ្លែងថាសារព័ត៌មានមួយចំនួនហ្នឹងគឺបកស្រាយខុសបាទដែលថាថៃហ្នឹងគឺបានចូលមកឈ្លានពានកម្ពុជានៅក្នុងសង្គ្រាមប្រហែលថ្ងៃនេះគឺថៃនេះគេគ្រាន់តែយកសិទ្ធិការពារខ្លួននិងរំដោះទឹកដីដែលបានបាត់បង់ដោយសារកម្ពុជាឈ្លានពានអស់រយៈពេលជិត40ឆ្នាំមកហើយអាការធ្វើប្រតិបត្តិការរបស់កងទ័ពថៃហ្នឹងគឺគេមានគោលបំណងរៀបចំនិងធានានៅសុវត្ថិភាពដល់ទឹកដីរបស់ថៃមិនមែនជាការលុកលុយកម្ពុជាទេហើយគេបានបន្ថែមទៀតថាគឺពលរដ្ឋកម្ពុជានិងកងទ័ពកម្ពុជាទេដែលបានចូលតាំងទីលំនៅក្នុងតំបន់ទឹកដីថៃញឹកញាប់បើទោះបីជាមានការតវ៉ាដែលប្រើយន្តការផ្លូវច្បាប់ឬក៏អនុសារណៈយោគយល់គ្នារវាងភាគីទាំងពីរក៏ដោយបាទអញ្ចឹងយើងស្ដាប់មើលទៅគឺថៃវាដូចជាកំសត់ដល់ហើយខ្មែរឈ្លានពានអស់រយៈពេល40ឆ្នាំទាំងអស់គ្នាជឿដែរបាទអញ្ចឹងពេលថានិយាយព័ត៌មានថៃម្ដងគឺក្តៅលឹកជាហ្មងពួកអានេះនិយាយហេតុផលវាមកគឺប្រកែកគ្មានទំនងឯមិនបន្តិចសោះហ្មងបាទហើយវាបានបន្ថែមទៀតថាកងទ័ពវាហ្នឹងគឺបានចាត់វិធានការបន្ទាប់ពីកងទ័ពខ្មែរយើងបង្ហាញអាកប្បកិរិយាឈ្លានពាននៅតាមចំណុចព្រំដែនមួយចំនួនដែលធ្វើឲ្យចាំបាច់ត្រូវអនុវត្តការពារខ្លួនដោយប្រកបទៅនឹងកម្រិតនៃការគម្រាមកំហែងបាទអញ្ចឹងវានិយាយចេញមកគឺខ្មែរយើងទៅរករឿងវាតាំងតែវាដែលជាអ្នកចាប់ផ្ដើមនៅមុំ3ដែលបាញ់ទាហានខ្មែរស្លាប់ម្នាក់ហ្នឹងគឺខែងវាហ្នឹងឯងឥឡូវវាមកចោតខ្មែរយើងជាអ្នកធ្វើសកម្មភាពឯណាប្រកបដោយការគម្រាមកំហែងវាណានេះក៏ទៅអាសាសនេះសัตว์សុទ្ធមកហើយវាបានលើកឡើងទៀតថាការគ្រប់គ្រងនៅពេលបច្ចុប្បន្នគឺស្ថិតនៅក្នុងព្រំដែនថៃដោយបានបញ្ជាក់ឡើងវិញដោយលើកឡើងថាសកម្មភាពរបស់យោធាថៃមិនមែនជាការឈ្លានពានទឹកដីទេក៏ប៉ុន្តែជាការឆ្លើយតបចំពោះការរំលោភចូលមកជាយូរអង្វែងជាច្រើនទសវត្សរ៍មកហើយបាទអញ្ចឹងអានេះវាចាប់ផ្ដើមភ័យខ្លួននៅពេលឃើញអន្តរជាតិគេផ្សាយព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងការដាក់កុងតឺន័ររាយបលាលួសរបស់វាហ្នឹងនៅលើដីខ្មែរហើយហាមប្រជាជនមកឲ្យចូលមកលើវាភ័យខ្លួនវាចេញមកបកស្រាយអញ្ចឹងខ្ញុំយល់ថាអន្តរជាតិក៏គេមិនងងដែរគ្រាន់តែគេក៏មិនដឹងថាធ្វើអីថៃបានអញ្ចឹងទៅគេនាំគ្នាស្ងាត់អញ្ចឹងទៅណាអញ្ចឹងមានតែខ្មែរយើងទេត្រូវខិតខំប្រឹងដើម្បីទាមទារយកដីរបស់យើងត្រឡប់មកវិញបាទហើយទី2គឺនាយករដ្ឋមន្ត្រីសិង្ហបុរីបានអរគុណលោកត្រាំដែលជួយបញ្ចប់ចំនួននិងធានាបទឈប់បាញ់រវាងកម្ពុជាថៃអញ្ចឹងបើតាម Washington លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Loren Wong បានថ្លែងអំណរគុណលោកប្រធានាធិបតី Donald Trump ក្នុងការស្វែងរកសន្តិភាពដល់បណ្ដាប្រទេសនានាជុំវិញពិភពលោកជាពិសេសគឺធានាបទឈប់បាញ់រវាងកម្ពុជានិងថៃបាទអញ្ចឹងគឺគាត់បានតាក់ទងជាមួយលោកត្រាំនៅក្នុងថ្ងៃឆ្លងឆ្នាំបាទអញ្ចឹងគឺគាត់អរគុណលោកត្រាំដែលបានជួយបញ្ចប់បទឈប់បាញ់នេះហើយលោកបានបន្ថែមទៀតថាខ្ញុំបានចាប់ផ្ដើមឆ្នាំថ្មីជាមួយនឹងការសន្ទនាទូរស័ព្ទជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកគណៈពេលដែលទន្ទឹមរង់ចាំចំណងការទូតរយៈពេល60ឆ្នាំរវាងសិង្ហបុរីនិងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2026នេះហើយអាមេរិកក៏បានអញ្ជើញសិង្ហបុរីឲ្យចូលរួមកិច្ចប្រជុំ G20 នៅឆ្នាំនេះ
យើងនឹងដើរតួនាទីយ៉ាងសំខាន់នឹងចូលរួមចំណែកដល់របៀបវារៈរួមយើងសម្រាប់កំណើនសេដ្ឋកិច្ចនិងស្ថិរភាពបាទអញ្ចឹងគាត់ក៏បាននិយាយពីបញ្ហាសង្គ្រាមរវាងកម្ពុជានិងថៃដែលលោកត្រាំគាត់បានខិតខំចូលរួមដោះស្រាយក៏ប៉ុន្តែចុងក្រោយទៅថៃហែកចោលទាត់ចោលយកលេសជន់មីនហ្នឹងបាទឥឡូវគឺគាត់បាននិយាយរឿងហ្នឹងឡើងវិញជាមួយលោកត្រាំដែរសម្រាប់នាយករដ្ឋមន្ត្រីសិង្ហបុរីបាទអញ្ចឹងព័ត៌មានទី3គឺពាក់ព័ន្ធជាមួយនឹងជនភៀសសឹកប្រហែលជា 10,000 នាក់បានត្រឡប់ទៅលំនៅឋានវិញបាទអញ្ចឹងបើតាមក្រសួងមហាផ្ទៃបានឲ្យដឹងថាមានជនភៀសសឹក 15,627 នាក់បានបន្តវិលត្រឡប់ទៅលំនៅឋានវិញដែលធ្វើឲ្យជនភៀសសឹកនៅសល់សរុបមានចំនួន 393,640 នាក់បាទអញ្ចឹងបើតាមក្រសួងមហាផ្ទៃគឺបានចុះផ្សាយនៅថ្ងៃទី2ខែមករាឆ្នាំ2026នេះបាទអញ្ចឹងបើតាមក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលកម្ពុជាបានគាំទ្រដល់មុតមមនិងច្បាស់លាស់ស្ថិតច្បាស់ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលបានគូបញ្ជាក់ថាការអនុវត្តបទឈប់បាញ់មិនមែនជាការចុះចាញ់ឬយកបូរណភាពទឹកដីនិងអធិបតេយ្យទៅដោះដូរយកសន្តិភាពឡើយដោយសង្កត់ធ្ងន់ថាខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជាថៃនៅតែកំណត់ដោយសិទ្ធិសញ្ញានិងអនុសញ្ញាជាតិដែលមានស្រាប់ដែលកម្ពុជានៅតែរក្សាសិទ្ធិពេញលេញក្នុងការដោះស្រាយបញ្ហាព្រំដែននិងអនុលោមតាមច្បាប់អន្តរជាតិនិងសន្ធិសញ្ញាអន្តរជាតិនិងយន្តការទ្វេភាគីជាធរមានទាំងឡាយកន្លែងនេះយើងមានបញ្ហាមួយចំនួនដែលខ្ញុំចង់ឲ្យរដ្ឋាភិបាលគាត់ធ្វើទី1គឺប្តឹងទាមទារសំណងពីថៃបាទទី2គឺប្តឹងថៃទៅនឹងឧក្រិដ្ឋកម្មសង្គ្រាមបាទដែលចូលមកបាញ់សម្លាប់និងឈ្លានពានទឹកដីខ្មែរហើយទី3គឺត្រូវតែធ្វើការទាមទារយកទឹកដីមកវិញក្នុងលក្ខខណ្ឌឬក៏ទម្រង់បែបណាក៏ដោយបាទនេះជាអ្វីដែលខ្ញុំចង់បានព្រោះយើងឃើញថាមានដីខ្មែរជាច្រើនចំណុចដែលថៃបានកាត់យកហើយឥឡូវនេះប្រជាជនគឺអត់អាចចូលទៅនៅបានទេហ៊ានចូលទៅវាគម្រាមបាញ់គម្រាមអីចឹងទៀតបាទហើយឥឡូវនេះគឺដីទាំងអស់នេះវាពាត់បន្លាលួដាក់កុងតឺន័របិទចិត្តតែខ្មែរយើងដូចជាឲ្យមានឃើញការប្តឹងតវ៉ាទៅតុលាការអន្តរជាតិអីទេបាទគឺមានតែសែកនៅតាមបណ្ដាញសង្គមនៅក្នុងប្រទេសខ្លួនឯងនេះបាទអញ្ចឹងខ្ញុំចង់ឃើញចំណាត់ការរឹងមាំជាងនឹងទៀតរបស់រដ្ឋាភិបាលដើម្បីចូលរួមទាមទារនៅយកទឹកដីហើយនឹងសិទ្ធិសេរីភាពរបស់ប្រជាជននៅតាមព្រំដែនត្រឡប់មកវិញបាទអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូប្រហែល3ព័ត៌មាននេះទេបាទអរគុណ